លោកទេវតាក៏យល់ថាសំណាងខិតខំធ្វើការមិនខ្លាចលំបាកក៏បានប្រទានពរជ័យដកសំណាងទេវតាបាននិយាយថាព្រឹកស្អែកនេះចូលឯងទៅចំការរបស់ឯងในក្រោមដើមឈើមួយមានរបក់មួយចូលឯងថែរក្សាវាឲ្យបានល្អនៅពេលនោះសំណាងភ្លេចខ្លួនបន្តិចលោកទេវតាបានទៅវិញបាត់ទៅដែលគេបានកាប់នោះសំណាងបានហៅធឿនមកមើលពេលអ្នកទាំងពីរលើកប្រអប់នោះចេញមកបានឃើញមៀតជាច្រើនពីរអ្នកបងប្អូនក៏សប្បាយចិត្តរឿងបងប្អូនពីរនាក់នៅក្នុងភូមិទូចមួយមានបងប្អូនពីរនាក់រស់នៅជាមួយគ្នាបងឈ្មោះសំណាងជាមនុស្សឧស្សាហ៍ព្យាយាមខិតខំធ្វើការមិនខ្លាចលំបាកចំណែកប្អូនវិញឈ្មោះធឿនជាមនុស្សខ្ជិលស្រឡាញ់ការដេកជាងការងារហើយតែងតែគិតថាជីវិតខ្ញុំអើយតើថ្ងៃណាអាចស្រួលបានសុខស្រួលនឹងគេទៅរៀងរាល់ព្រឹកព្រលឹមមុនថ្ងៃរះសំណាងបានភ្ញាក់ពីដំណេកដើម្បីទៅចំការដាំបន្លែរបស់គាត់សំណាងបាននិយាយទៅកាន់ប្អូនថាធឿនអើយយើងគួរតែខិតខំធ្វើការដើម្បីឲ្យជីវិតរស់យើងនៅសុខស្រួលនឹងគេនៅថ្ងៃខាងមុខធឿនតបវិញថាបងទៅមុនទៅខ្ញុំសុំដេកបន្តិចទៀតសិនចាំខ្ញុំទៅតាមក្រោយធ្វើការច្រើនក៏ហត់ដែរបងសំណាងក៏បានដើរចេញទៅដោយមិនបានមាត់កបីឡើយថ្ងៃត្រង់ហើយសំណាងនៅតែបន្តខិតខំធ្វើការងារមួយថ្ងៃនៅតែមិនតាន់ឃើញធឿនទៀតសំណាងនៅតែបន្តការងាររហូតដល់រសៀលសំណាងក៏បានត្រឡប់មកផ្ទះវិញក៏បានជួបនឹងមីងធីដែលជាអ្នកស្រុកភូមិជាមួយគ្នាមីងធីសួរទៅសំណាងថាក្មួយសំណាងអើយតើក្មួយទៅមកពីណាតែម្នាក់ឯងនឹងសំណាងបានឆ្លើយតបថាបាទមីងខ្ញុំទៅតែមកពីចំការនឹងណាមីងហើយចុះក្មួយធឿនទៅណាមិនក៏មិនឃើញមកជួបការងារក្មួយចឹងអូបងខ្ញុំមិនបានមកទេមីងអញ្ចឹងខ្ញុំលាមីងទៅផ្ទះសិនហើយព្រោះថាល្ងាចដើរហើយលុះដល់ពេលស្អែកឡើងសំណាងក៏ធ្លាក់ខ្លួនឈឺដោយមិនបានប្រាប់ទៅធឿនឡើយក៏ស៊ូទ្រាំទៅចំការដើម្បីថែទាំបន្លែទាំងខ្លួនមិនទាន់ជាសះស្បើយឡើយធឿនឃើញបងលំបាកប៉ុន្តែមិនបោះបង់គាត់ចាប់ផ្ដើមគិតឡើងវិញគាត់មានអារម្មណ៍អៀនខ្មាស់ហើយនិយាយទៅកាន់បងថាបងសំណាងខ្ញុំសុំទោសដែលខ្ញុំមិនได้ជួយបងអ្វីទេចាប់ពីថ្ងៃនេះខ្ញុំនឹងផ្លាស់ប្ដូរខ្ញុំនឹងតស៊ូជាមួយបងសំណាងក៏ញញឹមហើយឆ្លើយថាមិនយឺតពេលទេធឿនបើយើងចង់ផ្លាស់ប្ដូរខ្លួនឯងការតស៊ូអាចផ្លាស់ប្ដូរជីវិតរបស់យើងបានសំណាងគាត់មិនត្រឹមតែធ្វើចំការទេចូលព្រៃកាប់អស់យល់មកទុកដាំបាយធ្វើម្ហូបគាត់ដើរបណ្ដានិយាយម្នាក់ឯងបណ្ដាថាការតស៊ូនេះនឹងនាំមកជោគជ័យថ្ងៃក្រោយសំណាងដើរហត់ក៏ចូលសម្រាកនៅក្រោមដើមឈើធំមួយនៅពេលនោះក៏មានទេវតាមួយអង្គដែលនៅថែរក្សាព្រៃភ្នំនោះទេវតាបានឃើញសំណាងមនុស្សឧស្សាហ៍ព្យាយាមខិតខំធ្វើការមិនខ្លាចលំបាកបានចុះមកប្រទានពរជ័យដល់សំណាងបានឃើញលោកទេវតានោះក៏បានសួរថាតើអ្នកជាអ្នកណាហេតុអ្វីអ្នកស្គាល់ខ្ញុំទេវតាក៏បានឆ្លើយតបទៅសំណាងវិញថាយើងគឺជាអ្នកថែរក្សានៅព្រៃភ្នំនេះពេលនោះសំណាងបាននិយាយពីទុក្ខលំបាករបស់ខ្លួនប្រាប់ទេវតានោះលោកទេវតាក៏យល់ថាសំណាងខិតខំធ្វើការមិនខ្លាចលំបាកក៏បានប្រទានពរជ័យដល់សំណាងទេវតាបាននិយាយថាព្រឹកស្អែកនេះចូលឯងទៅចំការរបស់ឯងในក្រោមដើមឈើមួយមានរបក់មួយចូលឯងថែរក្សាវាឲ្យបានល្អនៅពេលនោះសំណាងភ្លេចខ្លួនបន្តិចលោកទេវតាបានទៅវិញបាត់ទៅសំណាងក៏ឆ្ងល់ថាតើលោកទេវតាបាត់ទៅណាលឿនម្ល៉េះសំណាងបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញពេលព្រឹកឡើងសំណាងបន្តទៅចំការដូចធម្មតាតែពេលនេះធឿនក៏សុំទៅជាមួយសំណាងផងដែរ
ពេលទៅដល់ចំការសំណាងបានការដីដាំបន្លែនៅជិតដើមឈើនោះបានប្រទះឃើញប្រអប់អ្វីមួយក្នុងដីដែលគេបានកាប់នោះសំណាងបានហៅធឿនមកមើលពេកអ្នកទាំងពីរលើកប្រអប់នោះចេញមកបានឃើញមៀតជាច្រើនពីរអ្នកបងប្អូនក៏សប្បាយចិត្តសំណាងក៏បាននឹកឃើញលោកទេវតាម្នាក់ប្រាប់ខ្លួនអំពីរឿងនេះចាប់ពីថ្ងៃនោះមកធឿនចាប់ផ្ដើមភ្ញាក់ព្រឹកធ្វើកាយជាមួយបងប្អូនពីរនាក់ខិតខំរួមគ្នាបន្តិចម្ដងជីវិតគ្រួសាររបស់ពួកគេក៏កាន់តែល្អឡើងចាប់ពីពេលធឿនសន្យាផ្លាស់ប្ដូរគាត់បានបង្ហាញសកម្មភាពជាក់ស្ដែងមិនមែនត្រឹមតែពាក្យសម្ដីទេរៀងរាល់ព្រឹកគាត់ភ្ញាក់មុនថ្ងៃរះជួយបងរៀបចំឧបករណ៍ហើយចូលចំការជាមួយគ្នាទោះបីជាកម្ដៅថ្ងៃក្ដៅឬភ្លៀងធ្លាក់ក៏ដោយធឿនមិនត្អូញត្អែដូចមុនទៀតឡើយប៉ុន្មានខែក្រោយមកដំណាំនៅចំការបានផ្ដល់ផលល្អជាងមុនព្រោះមានកម្លាំងធ្វើការច្រើននិងមានការគ្រប់គ្រងល្អបងប្អូនទាំងពីរបានយកប្រាក់ចំណូលមកជួសជុលផ្ទះចាស់រួចក៏ធ្វើបុណ្យដាក់ទានជូនចាស់នៅក្នុងភូមិធឿននិយាយទៅកាន់បងថាបងសំណាងបើមិនមានបងជាគំរូខ្ញុំប្រហែលជានៅតែខ្ជិលដដែលឥឡូវនេះខ្ញុំយល់ហើយថាការខិតខំធ្វើការទើបធ្វើឲ្យយើងមានតម្លៃនិងមានក្តីសង្ឃឹមក្នុងជីវិតសំណាងញញឹមហើយនិយាយថាជីវិតមនុស្សមិនសំខាន់ថាខុសប៉ុន្មានដងទេតែសំខាន់ថាយើងហ៊ានកែប្រែនិងដើរទៅមុខបន្ត2ឆ្នាំកន្លងផុតទៅបងប្អូនពីរនាក់ក្លាយតែជាគំរូល្អក្នុងភូមិមនុស្សជាច្រើនសរសើរពួកគេថាជាគ្រួសារដែលមានសាមគ្គីភាពនិងការតស៊ូភូមិទូចនោះក៏ចាប់ផ្ដើមផ្លាស់ប្ដូរផងដែរដោយសារតែសំណាងនិងធឿនខិតខំប្រឹងប្រែងមនុស្សជុំវិញក៏បានទទួលការលើកទឹកចិត្តកសិករផ្សេងចាប់ផ្ដើមរៀនបច្ចេកទេសថ្មីពួកគេមកសួរពីវិធីដាំដុះនិងការគ្រប់គ្រងស្រែចម្ការដែលបងប្អូនទាំងពីរធ្វើកន្លងមកសំណាងបានស្នើឲ្យធ្វើក្រុមសហគមន៍ទូចមួយក្នុងភូមិដើម្បីជួយគ្នាទៅវិញទៅមកធឿនក៏ចូលរួមយ៉ាងសកម្មពីមនុស្សដែលធ្លាប់ខ្ជិលនិងមិនទទួលខុសត្រូវឥឡូវនេះគាត់ក្លាយទៅជាមនុស្សម៉ឺងម៉ាត់ហើយមានវិន័យពេលវេលាកន្លងទៅបងប្អូនទាំងពីរបានអភិវឌ្ឍស្រែចម្ការឲ្យកាន់តែធំនិងមានប្រសិទ្ធភាពពួកគេដាំដំណាំបន្ថែមបង្កើតអាងទឹកសម្រាប់ស្រោចដំណាំនិងរៀបចំផែនការអនាគតយ៉ាងច្បាស់លាស់ខណៈព្រះអាទិត្យលិចក្រោយវាលស្រែធឿននិយាយស្ងាត់បងសូមអរគុណដែលមិនធ្លាប់បោះបង់ខ្ញុំបើថ្ងៃនោះបងមិនអត់ធ្មត់ខ្ញុំប្រហែលជាមិនមានថ្ងៃនេះទេសំណាងនិយាយឲ្យឆ្លើយថាគ្រួសារគឺមិនដែលបោះបង់គ្នាទេបើយើងជួយគ្នាយើងអាចឈ្នះបញ្ហាទាំងអស់បានចុងក្រោយបងប្អូនពីរនាក់បានបង្ហាញថាការខិតខំប្រឹងប្រែងសាមគ្គីភាពនិងការផ្លាស់ប្ដូរខ្លួនឯងជីវិតពីភាពលំបាកទៅជាភាពរីកចម្រើនបានភាពជោគជ័យមិនមែនកើតឡើងភ្លាមឬកើតពីសំណាងតែប៉ុណ្ណោះទេវាជាលទ្ធផលនៃការខិតខំប្រឹងប្រែងការអត់ធ្មត់និងមិនបោះបង់ចោលនៅពេលជួបការលំបាកមនុស្សដែលមានគោលដៅច្បាស់លាស់និងមានចិត្តមុតមាំនឹងអាចឆ្លងកាត់ឧបសគ្គគ្រប់យ៉ាងបានការបរាជ័យមិនមែនជាចុងបញ្ចប់ទេប៉ុន្តែជាមេរៀនសម្រាប់ឲ្យយើងរៀននិងកែលម្អខ្លួនឯងបើយើងហ៊ានផ្លាស់ប្ដូរនិងតស៊ូបន្តទោះបីជាយឺតបន្តិចក៏អាចឈានទៅរកអនាគតដ៏ភ្លឺស្វាងបានដូច្នេះ
មនុស្សគ្រប់គ្នាមានឱកាសដូចគ្នានៅក្នុងការកសាងជីវិតឲ្យប្រសើរឡើង។